សួស្តីបងប្អូនថ្ងៃនេះមកដូរទៅយកទឹកដែលផ្ទុះបែកផ្ទុះបែកឲ្យម្ចាស់គេកាត់ឲ្យហៅទៅយកតមកកណាត់ហ្នឹងគេទៅដល់ store រត់ទិញអត់បានព្រោះតែសារទៅយកនឹងមិនបងប្អូនវាកកនៅក្នុងហ្នឹងកកឲ្យវាហើមអីចឹងទៅវារីកធំវាខុសຂະຫນាតដែរគេលក់ដល់ពេលចឹងរត់បានទេអានេះមិនសិនបោកមិនសិនហាលហ្នឹងគេនៅខាង closet នៅខាងក្រៅផ្ទះដល់ពេលខែតិចខ្លាំងទុះទៅយកនឹងបែកឥឡូវខ្ញុំ replace ទៅយកនឹងចេញគឺកាត់ទៅយកស្ពាន់នឹងពីរនឹងចេញមកហើយខ្ញុំកែដាក់ទៅយកជ័រវិញហើយខ្ញុំឲ្យគាត់ប្រើអត់ទៅយកនឹងដោះសនដើម្បីកុំឲ្យលិចទឹកចឹងខ្ញុំដោះចេញវិញហើយខ្ញុំអត់បានប្រើធូលវាទេគឺខ្ញុំប្រើទៅកាប់យើងណាគៀបនឹងទៅយកកន្លែងស្ពាន់នឹងគៀបដល់មាត់វាហើយយើងយកគោះទៅចេញបងប្អូនអាហ្នឹងហៅ shock បែកគោះវាតិចទៅវាឡើងផុតដែរយើងទាញដៃក៏បានតែវាតឹងតិចនេះខ្ញុំគោះវាចេញហើយអាហ្នឹងស្រួលបងប្អូនយកទៅកាប់មុខស្មើដាក់វាស្មើនៅមាត់ហ្នឹងទៅវាទាញហើយអានេះខ្ញុំដាក់ទៅយកជាប់វិញចូលជាប់តែត្រូវពុតវាអត់បានទេទៅយកវាពុតស្រាប់យើងតែទៅយកត្រង់យើងពិបាកពុតតិចតែទៅយកពុតបានដែរបងប្អូនមិនដឹងមិនទេនៅគេតទៅយកទឹកក្តៅនៅខាងស្ដាំវិញចឹងខ្ញុំទៅតវាមកឲ្យតាមសង្ដាវាត្រូវវិញណាគឺខាងឆ្វេងមួយស្ដាំមួយទឹកក្តៅនៅវិញទឹកត្រជាក់នៅខាងស្ដាំនេះខ្ញុំដាក់ពុតត្រូវដាក់ណៃដឹកដែរប៉ុន្តែខ្ញុំអត់បានដាក់ណៃដឹកដែរទេព្រោះខ្ញុំកន្លែងហ្នឹងខ្ញុំត្រូវបាញ់ហ្វមព្រោះបងប្អូនឃើញវាលិចនៅខ្យល់មកឃើញប្រហោងសនៅខាងក្រោយហ្នឹងគឺកន្លែងហ្នឹងលិចទៅក្រៅហើយអញ្ចឹងទៅកន្លែងហ្នឹងចូលខ្យល់ឡោតចឹងខ្ញុំត្រូវ fill form ហ្នឹងមកពេញកន្លែងហ្នឹងទាំងអស់មកកុំឲ្យកន្លែងហ្នឹងវាមកតិចឲ្យកកទៅយកចឹងពេលតឲ្យហើយបងប្អូនវាមានម៉ាស់ដីជាប់នឹងទៅយកហ្នឹងចឹងខ្ញុំត្រូវដោះយកអាម៉ាស់ដីដាក់នៅទៅយកស្ពាន់នៅខាងក្រោមម៉ាស់ដីហ្នឹងយ៉ាងតូចបំផុតក៏20-30ឆ្នាំដែរមូលអត់ចេញមូលមកបានចង់1ម៉ោងគាត់ថាមូលមកអញ្ចឹងហ្នឹងដល់ពេលខ្ញុំធ្វើហើយហ្នឹងគឺខ្ញុំប្រើកដាខ្ញុំបាញ់ហ្វមវាពេញវាបាញ់ហ្វមឯណែនដាក់សលៃបានតែបាញ់ហ្វមទៅវាណែនមើលទៅរបៀបទូតកដល់ពេលបាញ់ហើយយើងបើកអាកដាចេញបាញ់អាហ្វមហ្នឹងវាអត់សូវចេញមកចេញហើយដូចវាចេញទៅអត់ស្រួលចឹងទៅឲ្យម្ចាស់គាត់ទៅទិញពីវាដកមកទៀតមកហ្នឹងហើយបងប្អូនអរគុណច្រើនបងប្អូនកុំភ្លេចជួយ like ជួយ share វីដេអូនេះបងប្អូនជម្រាបលាបាយបាយ